ក្នុងមួយថ្ងៃអាចផលិតឥដ្ឋបានចំនួន1500ដុំទៅ2000ដុំដោយប្រើកម្លាំងពលកម្មមនុស្សតែម្នាក់ឬក៏2នាក់នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញជូនពុកម៉ែបងប្អូនពីពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ខ្នាតផលិតចេញម្ដងចំនួន7ដុំនៅក្នុងការប្រើប្រាស់គឺមានភាពងាយស្រួលហើយយើងចំណាយដើមទុនតិចកម្លាំងពលកម្មទាបសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់ទិញពុម្ពឥដ្ឋស៊ីម៉ងត៍យកទៅផលិតលក់នៅលើទីផ្សារឬក៏ផលិតប្រើប្រាស់ផ្ទាល់ខ្លួនហើយអត់ដឹងថាត្រូវជ្រើសរើសពុម្ពនិងប្រភេទពុម្ពមួយណាដើម្បីយកទៅប្រើប្រាស់ពុកម៉ែបងប្អូនអាចទស្សនានៅក្នុងវីដេអូនេះបានហើយពុកម៉ែបងប្អូនអាចពិចារណាក្នុងការជ្រើសរើសពុម្ពពីខាងសិប្បកម្មយើងខ្ញុំចំពោះរាល់ការកម្មង់គឺយើងមានការចុះទៅបង្រៀនដល់ទីតាំងនិងដឹកជូនដល់ទីតាំងពុកម៉ែបងប្អូនផងដែរមិនថានៅជិតនៅឆ្ងាយគឺយើងចុះទៅដល់ទីតាំងក្នុងការបង្រៀនរហូតដល់អាចផលិតឥដ្ឋបានផងដែរសម្រាប់ល្បឿននៃការផលិតចំពោះពុម្ពខ្នាត7ដុំនេះគឺយើងអាចផលិតបានក្នុងមួយថ្ងៃចន្លោះចាប់ពី1500ដុំទៅ2000ដុំហើយសម្រាប់ការប្រើប្រាស់កម្លាំងពលកម្មគឺយើងអត់ត្រូវការចំណាយកម្លាំងពលកម្មច្រើនទេព្រោះពុម្ពរបស់យើងនេះគឺយើងប្រភេទយើងអត់លើកឥដ្ឋចេញទេគឺយើងវាយរំកិលពុម្ពអញ្ចឹងដូចពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់គឺយើងប្រើមនុស្សតែម្នាក់ហើយល្បឿននៃការផលិតគឺមានល្បឿនលឿនមែនទែនហើយការផលិតលឿននេះមិនមែនថាឥដ្ឋរបស់យើងចេញមកគ្មានគុណភាពអត់ស្អាតអញ្ចឹងឥដ្ឋរបស់យើងចេញមកគឺមានគុណភាពល្អហើយស្អាតផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចម្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទដែលខាងយើងខ្ញុំបានដាក់ជូននៅចុងវីដេអូនេះអញ្ចឹងសូមពុកម៉ែបងប្អូនទស្សនាវីដេអូនៅក្នុងការប្រើប្រាស់ពុម្ពពីខាងសិប្បកម្មយើងខ្ញុំបាទសូមអរគុណ